មលីសារៀនថ្នាក់ទី2រៀនវិសាអេម៉ាយអេសនេះខ្ញុំមកស្គាល់ពីសាស្ត្រនៅមេរៀនទី63ភូមិរងរឿងអំណានភូមិខ្ញុំស្ថិតនៅតំបន់ចូលមកបតែសាបោសបាយភូមិខ្ញុំមានវាលស្រែធំល្វើយផ្លូវខ្នល់ស្អាតមានសាលារៀនមន្ទីរពេទ្យនិងបាត់អាដាមពួកគេធ្វើសារចម្ការបានផលល្អជារៀងរាល់ឆ្នាំជាជនភាគច្រើនមានជីវភាពសំរុំគេទៅតាមហេដ្ឋាននីមួយសត្វតែមានបង្គន់អនាម័យពួកគេចេះសាមគ្គីគ្នាស្រឡាញ់គ្នានិងជួយធុរៈគ្នាហើយរស់នៅដោយសុខសាន្តចំណែកក្មេងៗបានចូលរៀនគ្រប់គ្នាខ្ញុំស្រឡាញ់ភូមិខ្ញុំណាស់ហេតុដូច្នេះបានជាភូមិខ្ញុំមានឈ្មោះថាភូមិរងរឿងជំរាបលាអ្នកគ្រូលោក